សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ជក់ចិត្តថ្ងៃនេះខ្ញុំមានរឿងខ្មោចលោកមកចែករំលែកដល់មិត្តភ័ក្តិទាំងអស់គ្នាដោយសពដងរឿងរ៉ាវទាំងស្រុងមានដូចតទៅកាលនៅពីយុវវ័យលោកណប់បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភ័ក្តិជិតស្និទ្ធម្នាក់ពួកគេបាននាំគ្នាជប់លៀងរហូតដល់យប់ជ្រៅហើយមិត្តភ័ក្តិក៏បានបបួលទៅបន្តរហូតដល់ពួកគេបានជួបប្រទះនឹងរឿងរ៉ាវដ៏គួរឲ្យរន្ធត់នេះរឿងរ៉ាវទាំងមូលបានកាត់ឡើងកាលពី30ឆ្នាំមុនពេលនោះលោកណប់មានអាយុ17ឆ្នាំរស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តឧត្តរមានជ័យគាត់មានមិត្តភក្តិជិតស្និទ្ធម្នាក់ឈ្មោះថាគិតនៅថ្ងៃកើតហេតុដែលជាថ្ងៃខួបកំណើតរបស់គិតមិត្តភក្តិរូបនេះបានបបួលណប់ទៅហូបការជប់លៀងនៅផ្ទះនាពេលល្ងាចណប់ក៏យល់ព្រមហើយនៅវេលាម៉ោង5ល្ងាចគាត់ក៏ជិះកង់ទៅផ្ទះគិតលុះដល់ម៉ោង10យប់មិត្តភក្តិដទៃទៀតបានត្រឡប់ទៅផ្ទះអស់ហើយនៅសល់តែណប់និងគិត2នាក់គិតក៏សួរថាណប់ហែងប្រញាប់ទៅផ្ទះអត់ណប់ឆ្លើយថាអត់ទេមានការអីមែនគិតក៏និយាយថាអញចឹងទៅលេងផ្ទះចំការអញទេទៅផឹកបន្តនៅទីនោះបរិយាកាសល្អណាស់ចាំភ្លឺចាំត្រឡប់មកវិញណប់ក៏យល់ព្រមពួកគេទាំងពីរនាក់បានជិះកង់ឌុបគ្នាទៅដោយគិតជាអ្នកធាក់ហើយណប់ជាអ្នកអង្គុយនៅខាងក្រោយគិតបានធាក់កង់សម្ដៅទៅខាងក្រោយភូមិដែលជាវាលស្រែដាច់ស្រយាលផ្លូវនៅទីនោះជាផ្លូវដីក្រហមងងឹតស្លុបគ្មានភ្លើងបំភ្លឺនិងគ្មានមនុស្សធ្វើដំណើរឆ្លងកាត់ឡើយមានតែពន្លឺចង្គៀងតូចមួយដែលព្យួរនៅពីមុខកង់ប៉ុណ្ណោះបន្តិចក្រោយមកពួកគេបានជិះកាត់ព្រៃមួយរួចក៏បត់ចូលតាមផ្លូវលំតូចមួយមិនយូរប៉ុន្មានក៏ចេញដល់វាលស្រែដែលមានខ្ទមស្រែដ៏ធំមួយតាំងនៅជុំវិញខ្ទមនោះមានដាំបន្លែបង្ការជាច្រើនគិតនិយាយថានេះហើយផ្ទះចំការអញម៉ែឪអញដាំបន្លែទុកហូបតែពួកគាត់មកមើលតែពេលព្រឹកទេយប់ឡើងមិនដែលមកទេពួកយើងអង្គុយផឹកបានតាមសបាយពួកគេក៏អង្គុយផឹកនិងជជែកគ្នាលេងរហូតដល់យប់កាន់តែជ្រៅបរិយាកាសក៏ចាប់ផ្ដើមត្រជាក់ខ្លាំងណប់និយាយថាគិតអើយអញរងាណាស់បង្កាត់ភ្លើងបន្តិចទៅគិតក៏ទៅរើអូសមកបង្កាត់ភ្លើងខណៈកំពុងអង្គុយអាំងភ្លើងគិតក៏និយាយថាបរិយាកាសល្អណាស់ណប់ហើយមានរឿងខ្មោចអីអត់យកមកនិយាយលេងមើលណប់ស្ទាក់ស្ទើរហើយចង់មកនិយាយរឿងខ្មោចអីពេលនេះបរិយាកាសគួរឲ្យខ្លាចណាស់ហើយយើងនៅតែ2នាក់ទៀតអញខ្លាចអញមិននិយាយទេគិតសើចំអកហើយអន់ម្លេះភ្លាមនោះស្រាប់តែមានសម្លេងឆ្កែព្រុសលូយ៉ាងខ្លាំងពីចម្ងាយហើយសម្លេងនោះកាន់តែរំកិលចិត្តមកណប់ព្រឺរមគល់កឃើញទេអញថាហើយនិយាយរឿងខ្មោចធ្វើអីប្រយ័ត្នខ្មោចមកមែនតែនទៅគិតក៏នៅតែឌឺដងណប់អើយហើយកុំសាកម្លេះធំហើយនៅតែខ្លាចខ្មោចទៀតខ្មោចគ្មានមែនទេអញមិនដែលជួបផងរួចគិតក៏ស្រែកខ្លាំងថាអាឆ្កែឈួតព្រុសរកខ្មោចអីឈប់ព្រុសទៅអញធុញស្រាប់តែសម្លេងឆ្កែព្រុសស្ងាត់ឈឹងដោយគេបិទកងតាក់ណប់គិតក្នុងចិត្តថាគិតពិតជាខ្លាំងមែនស្រែកតែមួយម៉ាត់ឆ្កែឈប់ព្រុសភ្លាមប៉ុន្តែស្រាប់តែគាត់ឃើញគិតសម្លឹងទៅខាងក្រោយខ្នងរបស់គាត់ដោយភ្នែកបើកធំមុខស្លេកស្លាំងដោយគ្មានឈាមមួយដំណក់ណប់ក៏សន្សឹមងាកទៅមើលគាត់បានឃើញស្រមោលខ្មៅជារូបរាងមនុស្សឈរនៅកណ្ដាលផ្លូវពេលគិតបញ្ចាំងពិលទៅរូបរាងនោះកាន់តែច្បាស់គឺជាស្ត្រីចំណាស់ម្នាក់សក់កញ្ជ្រោងរវងភ្នែកខ្មៅជិតមុខស្លេកស្លាំងលៀនអណ្ដាតយ៉ាងវែងចេញមកលិតបបោមាត់ខ្លួនឯងអណ្ដាតនោះវែងខុសពីមនុស្សធម្មតាណប់ភ័យខ្លាំងរហូតស្ទើរតែបាត់បង់ស្មារតីខ្លួនញ័រទទាក់ភ្លាមនោះសម្លេងឆ្កែព្រុសលូក៏បលើឡើងយ៉ាងខ្លាំងនៅក្បែរនោះតែម្ដងគិតស្ទុះក្រោកឡើងកាន់ចង្គៀងរួចស្រែកថាណប់រត់តាមអញអ្នកទាំងពីររត់កាត់វាលស្រែទាំងមិនគិតជីវិតរហូតមកដល់ក្នុងភូមិទើបដកដង្ហើមធំដោយក្តីអស់កម្លាំងរួចក៏បែកគ្នាទៅផ្ទះរៀងខ្លួនព្រឹកឡើងម្ដាយរបស់ណប់បានមកដាស់និងប្រាប់ថាម្ដាយរបស់គិតមកចាំជួបនៅក្រោមផ្ទះពេលចុះទៅម្ដាយរបស់គិតប្រាប់ទាំងបារម្ភថាកាលពីយប់មិញពួកឯងទៅឯណាឥឡូវគិតវាកំពុងគ្រុនក្តៅខ្លាំងដេកញ័រខ្លួនហើយមិនឆ្លើយស៊ីបាយមិនបានសោះ
Nop có riêng rộp thà bộ kế ban tới bè chùm ca. Mà đại kít lưu hói có slot chất. Mình cua tới sóc. Bao tùm nế tùm mơ việc phong nè. Mà đại vừa ra bỏ nop có xua nòm rương dụng mình.ពេលដឹងថាពួកគេបានទៅផ្ទះចំការម្ដាយគាត់ក៏ស្ដីឲ្យយប់រលប់ហ៊ានទៅទីនោះមែនទេមិនដឹងទេអីថាទីនោះមានខ្ទមស្រែរបស់យាយច័ន្ទណប់សួរទាំងងឿងឆ្ងល់តើយាយច័ន្ទជាអ្នកណាម្ដាយឆ្លើយថាយាយច័ន្ទគឺជាខ្មោចអាបគាត់មានមន្តអាគមអាបបន្តត្រកូលមកអ្នកភូមិខ្លាចគាត់គ្រប់គ្នាគ្មានអ្នកណាហ៊ានឲ្យកូនចៅទៅក្បែរនោះទេសូម្បីតែពេលថ្ងៃកុំថាឡើយពេលយប់យប់នោះណប់ដេកមិនលក់គាត់ឮសំឡេងគោនៅក្រោយផ្ទះផ្អើលនិងឮសំឡេងមនុស្សដើរចុះឡើងគាត់ចុះទៅបន្ទប់ទឹកដែលនៅក្បែរក្រោលគោស្រាប់តែឮសំឡេងស្ត្រីចំណាស់ម្នាក់ខ្សឹបថាប្រយ័ត្នណាគាត់ក៏ភ័យណាស់ក៏ប្រញាប់ចូលបន្ទប់ទឹករួចរត់ឡើងលើផ្ទះវិញយកភួយដណ្ដប់ចិត្តឈឹងស្រាប់តែមានសំឡេងមកលើឡើងនៅពីក្រោយផ្ទះទៀតថាប្រយ័ត្នណាដេកហើយឬនៅរួមជាមួយសំឡេងដើរក្រាក់ក្រាក់ណប់លួចមើលតាមប្រហោងក្តារជញ្ជាំងក៏ឃើញយាយច័ន្ទកំពុងដើរនៅក្បែរក្រោលគោយាយនោះងាកមកសម្លឹងចំប្រហោងដែលណប់កំពុងមើលធ្វើឲ្យគាត់ភ័យញាស់រហូតដល់សន្លប់លក់ទៅក្នុងសបិនណប់ក៏ឃើញយាយច័ន្ទដេញតាមនិងព្យាយាមច្របាច់កគាត់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះគាត់ក៏នឹកឃើញដល់លោកតាដែលស្លាប់ទៅកាលពី6ឆ្នាំមុនលោកតារបស់គាត់កាលនៅរស់ជាអ្នកមានមន្តអាគមខ្លាំងពូកែភ្លាមនោះស្រាប់តែខ្មៅយាយច័ន្ទត្រូវបានកម្លាំងម្យ៉ាងរុញខ្ទាតចេញរួចវាក៏ស្រែកយំរត់បាត់ទៅក្នុងភាពងងឹតព្រឹកឡើងណប់បានប្រាប់រឿងនេះដល់ឪពុកម្ដាយនិងអ្នកភូមិមេភូមិនិងអ្នកភូមិជាច្រើនបាននាំគ្នាទៅផ្ទះយាយច័ន្ទដើម្បីសួរនាំប៉ុន្តែរកយាយច័ន្ទមិនឃើញឡើយគាត់បានបាត់ខ្លួនដោយអាកំបាំងចំណែកគិតក៏បានធូរស្រាលនិងមកប្រាប់ណប់ថាយប់នោះគាត់ក៏យល់សពឃើញយាយច័ន្ទមកលេងដល់ក្នុងបន្ទប់និងឃើញលោកតារបស់ណប់មកដូចគ្នាតាំងពីថ្ងៃនោះមកអ្នកភូមិក៏លែងឃើញវត្តមានរបស់យាយច័ន្ទទៀតឡើយហើយផ្ទះរបស់គាត់ក៏คล้ายជាផ្ទះបោះបង់ចោលណប់និងគិតក៏បាននាំគ្នាទៅធ្វើបុណ្យនៅវត្តដើម្បីឧទ្ទិសមគ្គផលដល់លោកតាដែលបានជួយសង្គ្រោះពួកគេបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងខ្មោចមួយនេះសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត